ស្មារតីមនសិការនិងមនោសញ្ចេតនាពុទ្ធសាសន៍មនុស្សគ្រប់រូបមានកន្លែងកំណើតមានឫសគល់មានប្រវត្តិនិងមានអត្តសញ្ញាណផ្ទាល់ខ្លួនប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សម្នាក់ៗមានតម្លៃលើសពីការរស់នៅដើម្បីតែខ្លួនឯងគឺការមានមនោសញ្ចេតនាចំពោះពុទ្ធសាសន៍និងការមានស្មារតីមនសិការចំពោះជាតិទឹកដីនេះជាអារម្មណ៍ដ៏ជ្រាលជ្រៅដែលកើតចេញពីបេះដូងមិនមែនកើតចេញពីការបង្ខំឬការបង្គាប់បញ្ជាណាមួយឡើយមនោសញ្ចេតនាពុទ្ធសាសន៍គឺជាការស្រឡាញ់ការយល់ដឹងនិងការគោរពចំពោះឫសគល់របស់ខ្លួនវាជាការទទួលស្គាល់ថាខ្លួនយើងគឺជាផ្នែកមួយនៃសង្គមដ៏ធំមួយដែលបានដំណរត្រកូលនិងបន្តវង្សត្រកូលវប្បធម៌ប្រពៃណីភាសានិងអរិយធម៌ពីជំនាន់មួយទៅជំនាន់មួយមនុស្សដែលមានមនោសញ្ចេតនាពុទ្ធសាសន៍តែងតែមានមោទនភាពចំពោះអ្វីដែលជាមរតកដូនតាហើយព្យាយាមថែរក្សាទុកឲ្យបានគង់វង្សពុទ្ធសាសន៍មួយអាចរស់រានមានជីវិតបានមិនមែនដោយសារតែចំនួនប្រជាជនច្រើនប៉ុណ្ណោះទេប៉ុន្តែដោយសារតែប្រជាជននៃពុទ្ធសាសន៍នោះមានស្មារតីថែរក្សាអត្តសញ្ញាណរបស់ខ្លួនឯងនៅពេលដែលមនុស្សភ្លេចប្រវត្តិសាស្ត្រភ្លេចភាសាកំណើតភ្លេចប្រពៃណីនិងភ្លេចគុណបំណាច់បុព្វបុរសនោះពុទ្ធសាសន៍ក៏ចាប់ផ្ដើមខ្សោយទៅតាមនោះដែរស្មារតីមនសិការជាតិទឹកដីគឺជាការយល់ដឹងថាដីធ្លីដែលយើងកំពុងរស់នៅមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេគ្រប់ចំណិតដីគ្រប់ទន្លេភ្នំវាលស្រែនិងព្រៃឈើសុទ្ធតែមានប្រវត្តិមានការលះបង់និងមានដំណក់ញើសឈាមនិងទឹកភ្នែករបស់បុព្វបុរសដែលបានថែរក្សានិងការពារដីមួយក្តាប់តូចអាចមើលទៅជារឿងធម្មតាសម្រាប់មនុស្សមួយចំនួនប៉ុន្តែសម្រាប់អ្នកដែលមានមនសិការវាគឺជាសម្បត្តិដ៏វិសេសវិសាលដែលមិនអាចវាស់នឹងតម្លៃបានព្រោះដីមិនមែនគ្រាន់តែជាកន្លែងរស់នៅប៉ុណ្ណោះទេប៉ុន្តែជានិមិត្តរូបនៃអត្តសញ្ញាណអធិបតេយ្យភាពនិងអនាគតរបស់កូនចៅជំនាន់ក្រោយជាតិមួយដែលខ្វះមនសិការចំពោះទឹកដីប្រៀបដូចជាដើមឈើដែលគ្មានឫសទោះបីមានស្លឹកបៃតងនិងមេឃធាងរីកស្គុះស្កាយយ៉ាងណាក៏ដោយនៅថ្ងៃណាមួយវានឹងដួលរលំផ្ទុយទៅវិញជាតិដែលប្រជាជនមានស្មារតីការពារទឹកដីមានការឯកភាពគ្នានិងមានការទទួលខុសត្រូវរួមនោះជាតិអាចឈររឹងមាំបានរាប់សតវត្សរ៍ការស្រឡាញ់ជាតិមិនមែនមានន័យថាត្រូវតែយកអាវុធទៅប្រយុទ្ធនៅសមរភូមិប៉ុណ្ណោះទេក្នុងសម័យបច្ចុប្បន្នការស្រឡាញ់ជាតិអាចបង្ហាញតាមរយៈការសិក្សារៀនសូត្រការគោរពច្បាប់ការថែរក្សាបរិស្ថានការលើកតម្កើងវប្បធម៌និងការចូលរួមអភិវឌ្ឍសង្គមពលរដ្ឋល្អម្នាក់គឺជាអ្នកការពារជាតិម្នាក់ដែរមនោសញ្ចេតនាពុទ្ធសាសន៍ក៏មិនមែនមានន័យថាមើលងាយពុទ្ធសាសន៍ដទៃដែរផ្ទុយទៅវិញវាជាការស្រឡាញ់អ្វីដែលជារបស់ខ្លួនខណៈដែលនៅតែគោរពសិទ្ធិសេចក្តីថ្លៃថ្នូរនិងវប្បធម៌នៃអ្នកដទៃជាតិសាសន៍ដែលរឹងមាំគឺជាជាតិសាសន៍ដែលមានទំនុកចិត្តលើអត្តសញ្ញាណខ្លួនឯងមិនមែនជាជាតិសាសន៍ដែលស្អប់អ្នកដទៃឡើយបុព្វបុរសរបស់យើងបានបន្សល់ទុកប្រាសាទវប្បធម៌អក្សរសាស្ត្រសិល្បៈនិងប្រវត្តិសាស្ត្រដ៏អស្ចារ្យជាច្រើនអ្វីទាំងអស់នេះមិនមែនជាគ្រឿងលម្អសម្រាប់អួតអាងប៉ុណ្ណោះទេប៉ុន្តែជាបន្ទុកទទួលខុសត្រូវដែលកូនចៅត្រូវបន្តវេនថែរក្សាប្រសិនបើយើងគ្រាន់តែមានមោទនភាពចំពោះអតីតកាលតែមិនខិតខំកសាងបច្ចុប្បន្ននិងអនាគតទេនោះមោទនភាពនោះក៏គ្មានន័យអ្វីដែរមនសិការជាតិទឹកដីត្រូវចាប់ផ្ដើមពីការសួរខ្លួនឯងថាតើខ្ញុំបានធ្វើអ្វីខ្លះសម្រាប់ជាតិមិនមែនសួរថាតើជាតិបានផ្ដល់អ្វីខ្លះឲ្យខ្ញុំនៅពេលដែលពលរដ្ឋគ្រប់រូបមានគំនិតបែបនេះជាតិនឹងមានកម្លាំងដ៏អស្ចារ្យព្រោះការរីកចម្រើនរបស់ប្រទេស
មិនមែនកើតឡើងដោយមនុស្សម្នាក់ឬមេដឹកនាំមួយរូបទេប៉ុន្តែកើតចេញពីការចូលរួមរបស់ប្រជាជនទាំងមូលប្រវត្តិសាស្ត្រពិភពលោកបានបង្ហាញថាជាតិដែលអាចឆ្លងកាត់វិបត្តិសង្គ្រាមនិងការគំរាមកំហែងផ្សេងបានគឺជាជាតិដែលមានប្រជាជនស្រឡាញ់ទឹកដីរបស់ខ្លួនកម្លាំងពិតប្រាកដរបស់ជាតិមិនស្ថិតនៅលើអាវុធឬទ្រព្យសម្បត្តិប៉ុណ្ណោះទេប៉ុន្តែស្ថិតនៅលើបេះដូងរបស់ប្រជាជនដែលត្រៀមខ្លួនការពារអ្វីដែលជារបស់រួមនៅក្នុងយុគសម័យសកលភាវូបនីយកម្មដែលពិភពលោកកាន់តែជិតគ្នាការរក្សាអត្តសញ្ញាណជាតិរឹតតែមានសារៈសំខាន់យើងអាចរៀនពីបរទេសទទួលយកចំណេះដឹងថ្មីនិងធ្វើការជាមួយពិភពលោកទាំងមូលបានប៉ុន្តែយើងមិនត្រូវធ្វើឲ្យបាត់បង់ឬបំភ្លេចឫសគល់របស់ខ្លួនឯងឡើយដើមឈើដែលខ្ពស់ជាងគេគឺជាដើមឈើដែលមានឫសជ្រៅជាងគេដែរជាចុងក្រោយមនោសញ្ចេតនាពូជសាសន៍និងស្មារតីមនសិការជាតិទឹកដីមិនមែនជាពាក្យស្លោកសម្រាប់និយាយឲ្យតែរួចពីមាត់តែប៉ុណ្ណោះទេវាត្រូវតែក្លាយជាសកម្មភាពជាការទទួលខុសត្រូវនិងជាទស្សនៈរស់នៅប្រចាំថ្ងៃមនុស្សម្នាក់អាចរស់នៅបានដោយគ្មានទ្រព្យសម្បត្តិច្រើនប៉ុន្តែជាតិមួយមិនអាចរស់រានមានជីវិតបានឡើយប្រសិនបើកូនចៅដែលជាកោសិការបស់សង្គមបាត់បង់មនសិការនិងភ្លេចឫសគល់របស់ខ្លួនឯងនោះដូច្នេះសូមឲ្យមនុស្សគ្រប់ជំនាន់ត្រូវចងចាំថាយើងមិនមែនជាម្ចាស់ទឹកដីនេះទេយើងគ្រាន់តែជាអ្នកថែរក្សាវាមួយរយៈពេលប៉ុណ្ណោះទេទឹកដីដែលយើងទទួលបានពីបុព្វបុរសត្រូវតែប្រគល់បន្តទៅកូនចៅជំនាន់ក្រោយដោយកិត្តិយសសេចក្តីថ្លៃថ្នូរនិងការទទួលខុសត្រូវសម្រាប់អ្នកជំនាន់ក្រោយព្រោះនៅពេលដែលមនុស្សសញ្ចេតនាពូជសាសន៍និងមនសិការជាតិទឹកដីនៅរស់នោះជាតិក៏នៅរស់ហើយនៅពេលដែលជាតិនៅរស់ក្តីសង្ឃឹមរបស់ប្រជាជនក៏នៅតែបន្តរស់ជានិច្ចនិរន្តរ៍